ចាសួស្តីប្រិយមិត្តទាំងអស់គ្នាចាថ្ងៃនេះដើមវគ្គរៀនធ្វើស៊ុបស៊ីឈ័នណាបងប្អូនចាស៊ុបនេះដែរខ្ញុំធ្វើបែបស៊ុបគ្រឿងសមុទ្រមានដូចជាបកាមឹកផាត់ហើយនឹងអាចនឹងបន្ថែមសាច់ពីក្រូចថែមទៀតអញ្ចឹងណាមានដូចជាសាច់គោដែរហ្នឹងចាហើយយើងមានបន្លែមានអីអញ្ចឹងណាបន្លែវាច្រើនតិចឆ្ងាញ់ចាឥឡូវយើងចាប់ផ្ដើមដាក់ប្រេងឆាចូលចាប្រេងឆាយើងដាក់ល្មមទៅហើយបន្ទាប់មកយើងដាក់គ្រឿងដូចជាខ្ទឹមក្រហមខ្ទឹមសអីអញ្ចឹងទៅយើងយើងចាប់ផ្ដើមកូរវាឲ្យវាក្រហមបន្តិចចាក្រហមបន្តិចហើយទៅយើងចាប់ផ្ដើមដាក់ដុំស៊ុបស៊ីឈ័នចូលអញ្ចឹងណាបងប្អូនចាខ្ញុំរៀនដំបូងដែរតែរសជាតិអត់អីទេគួរសមអាចទទួលយកបានចាឥឡូវនេះគឺយើងត្រៀមដាក់ដុំស៊ុបស៊ីឈ័នចូលជាងខ្ទឹមរៀងក្រហមបន្តិចហើយយើងដាក់ចូលណាចាដាក់ស៊ុបស៊ីឈ័នចូលជាងដាក់ទាំងអស់ទៅបងប្អូននិយាយទៅមកដុំវាហ្នឹងមកល្មមនឹងទឹកអាចនឹងថាចិត្ត2លីត្រជាងដែរអញ្ចឹងណាចាយើងដាក់ស៊ុបមកដុំហ្នឹងទៅហើយទឹកអាចចូលដល់2លីត្រចា2លីត្រជាងអីហ្នឹងអត់អីទេវាល្មមនេះខ្ញុំបើសិនជាបងប្អូនអត់ចូលចិត្តកែវាអីហ្នឹងអាចយើងអាចកូរវាហើយយើងត្រង់ដាក់តែគ្រឿងទឹករបស់វាអញ្ចឹងប៉ុន្តែនេះខ្ញុំអត់អីទេខ្ញុំអាចហូបបានធម្មតាវាអត់មានទឹកកាក់អីមែនដែរអញ្ចឹងឥឡូវនេះយើងដាក់ទឹកខ្ញុំដាក់ទឹក3កំប៉ុងហ្នឹងអញ្ចឹងទៅចា3កូនចានចូលអាហ្នឹងវាមកល្មមថាអាចនឹងមកគ្រូសាយយើងដែរអញ្ចឹងណាហើយយើងដាក់ទឹកហើយយើងដាក់ដុំស៊ុបខ្នុរចូល2ដុំអីទៅយើងដាក់2ដុំតែវាមានរសជាតិស្រាប់នៅក្នុងហ្នឹងហើយការផ្សំគ្រឿងវាអត់មានអីច្រើនទេវាមានជាតិដែរហើយយើងដាក់ទៅស្ករប៊ីចេងហើយទឹកត្រីបន្តិចទៅលួចបន្តិចទៅវានិយាយទៅមកល្មមឆ្ងាញ់តែម្ដងណាចាឥឡូវពុះហើយចាពេលដែលពុះហើយហ្នឹងគឺយើងអាចដាក់គ្រឿងផ្សំបានហើយចាគ្រឿងផ្សំហ្នឹងគឺមានដូចជាស្ករប៊ីចេងទឹកត្រីហើយយើងដាក់ទៅហើយបើសិនជាយើងភ្លក់ទៅវាស្ទើរជាតិអីបន្តិចយើងថែមតាមនឹងអញ្ចឹងណាបងប្អូនចាថែមឲ្យទៅត្រូវមាត់យើងហើយយើងអាចដាក់បន្លែដាក់គ្រឿងសាច់អីចូលបានហើយចាយើងអាចញ៉ាំបានហើយចាតែវគ្គនេះគឺខ្ញុំធ្វើទឹកស៊ុបហើយពេលដែលជុំគ្នាទៅខ្ញុំចាប់ផ្ដើមដាក់បន្លែដាក់គ្រឿងសមុទ្រអីយើងញ៉ាំជុំគ្នាតែម្ដងណាចានឹងយើងកូរវាឲ្យចូលគ្រឿងចូលសពគ្រប់មកចាំយើងគឺថាយើងដាក់គ្រឿងបើចំពោះខ្ញុំមានដូចជាប្រហិតអញ្ចឹងខ្ញុំដាក់ប្រហិតចូលមុនឲ្យវាមានជាតិខ្លះអញ្ចឹងណាចាហើយបន្លែចាំយើងពេលដែលយើងញ៉ាំចាំយើងដាក់ញ៉ាំតាមក្រោយអញ្ចឹងទៅចាយើងបន្ថែមទឹកដោះគោបន្តិចទៅបងប្អូនចាព្រោះខ្ញុំអត់សូវហូបចូលចិត្តច្រើនដែរទឹកដោះគោឆៅហ្នឹងគឺខ្ញុំដាក់តែបន្តិចទេចាហើយថែមប្រហិតបន្តិចទេចាប្រហិតសាច់ត្រីយើងហ្នឹងយើងដាក់ចូលឲ្យហើយហ្មងក៏បានដែរណាចាបន្ទាប់មកខ្ញុំដាក់ផ្សិតតូចនេះចាផ្សិតហ្នឹងឆ្ងាញ់បងប្អូនតែកំហរមានដែរពេលខ្លះទៅរកអត់មានចាហើយផ្សិតចូលផ្សិតអីណាត្រូវហ្មងនិយាយទៅគ្រឿងស៊ុបគឺមានបន្លែផ្សំគុំគ្នាអញ្ចឹងគឺអេហ្មងបងប្អូនចាឥឡូវហ្នឹងគឺយើងដាក់ហើយចាដាក់ផ្សិតដាក់ប្រហិតដាក់អីអញ្ចឹងទៅហើយទុកឲ្យវាតិចទៀតដាក់ឲ្យពុះមកត្រិលទៅគឺយើងអាចញ៉ាំជុំគ្នាយើងដាក់គ្រឿងសមុទ្រតាមក្រោយក៏បានដែរបងប្អូនចាហ្នឹងហើយឥឡូវបងប្អូនណាគ្រឿងសមុទ្រមានយើងបន្ថែមរសជាតិដូចជាប្រហិតបង្គាថែមទៀតអញ្ចឹងណាចាហើយយើងដាក់ចូលមកយើងដាក់នេះយើងហូបជុំគ្នាបងប្អូនយើងដាក់ទឹកស៊ុបមកល្មមហើយបន្លែមានអីគ្រឿងសមុទ្រយើងដាក់បន្ថែមអញ្ចឹងណានិយាយទៅអេមដែរតាបងប្អូននិយាយថាឆ្ងាញ់ពេលដែលយើងនៅជុំគ្នាយើងហូបបែបទឹកហត់ទឹកក្តៅអញ្ចឹងគឺមានកម្លាំងហ្មងណាបងប្អូនចានេះគឺសារមកឆ្ងាញ់គេមកណាពេលគ្នានេះចាអេមកនេះដល់វគ្គខ្ញុំម្ដងចានិយាយថាឆ្ងាញ់បងប្អូនថ្ងៃហ្នឹងគឺខ្ញុំញ៉ាំសឹងតែ4 5ចានម្នាក់ឯងគាត់ហត់ទឹកស៊ុបហ្នឹងហើយមានគ្រឿងសមុទ្រមានសាច់មានអីអញ្ចឹងថាអេហ្មងណាបងប្អូនឆ្ងាញ់រសជាតិបើសិនជាបងប្អូនតនេនៅផ្ទះអាចសាក់លបងធ្វើញ៉ាំបានណាចាវាតម្លៃបើគិតទៅវាគួរសមទេតិចតួចទេតែយើងញ៉ាំបានជុំគ្នាបងប្អូនយើងអញ្ចឹងគឺអេមដែរចាវីដេអូនេះមានប៉ុណ្ណឹងចាអរគុណបាយបាយជម្រាបលា